ក្រងអាប់សិកខ្ញុំជឿថាបងប្អូនមួយចំនួនគឺអត់ធ្លាប់ស្គាល់ហើយក៏អត់ធ្លាប់បានញ៉ាំដែរតែបើសិនជាបងប្អូនស្គាល់ហើយធ្លាប់បានញ៉ាំណាចាំជួយខមមិនប្រាប់ admin ផងណាហើយមកមុខនឹង admin ជឿថាបងប្អូនបានធ្វើញ៉ាំម្ដងហើយគឺដឹងតែជាប់ចិត្តធ្វើញ៉ាំញឹកញាប់ហ្មងសម្រាប់រសជាតិរបស់គេហ្នឹងគឺជូរតិចតិចខ្ទិះខ្ទិះនិយាយទៅគឺជាតិសាហាវហ្មងណាហើយបើសិកវិញគឺឡើងទុនផុយស្រួលញ៉ាំមែនតើហើយគ្រឿងផ្សំដំបូងរបស់យើងហ្នឹងគឺជាសិកនឹងឯងបន្ទាប់មកយើងមានជាក្រងគ្រឿងសាតេកាឆេតយើងមានជាខ្ទឹមសខ្ទឹមក្រហមម្ទេសគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយចុងក្រោយហ្នឹងយើងមានជាទឹកដោះគោស្រស់ក៏បានឬក៏ទឹកដោះគោឆៅក៏បានដែរចំពោះសាច់ដែលខ្ញុំយកមកប្រើហ្នឹងគឺជាប្រភេទសាច់ច្រឡកហើយបងប្អូនអាចប្រើជាប្រភេទសាច់ស្តេកក៏បានឬក៏សាច់ផ្អែមក៏បានដែរនិយាយទៅគឺយើងយកសាច់កន្លែងណាដែលវាផុយអញ្ចឹងណាហើយសាច់គោហ្នឹងគឺយើងត្រូវយកវាមកហាន់ជាទទឹងសាច់ឲ្យបានជាប្រទះស្ដើងមែនទែនគ្រឿងបន្ទាប់ទៀតរបស់យើងហ្នឹងគឺយើងមានជាគល់ស្លឹកគ្រៃខ្ញុំប្រើវាចំនួន3គល់បន្ទាប់មកយើងហាន់វាជាប្រទះស្ដើងអញ្ចឹងប៉ុន្តែបងប្អូនកុំទិញអាគេហាន់ស្រាប់ព្រោះអាគេហាន់ស្រាប់ហ្នឹងវាអត់សូវឈ្ងុយទេហើយរំដេងខ្ញុំប្រើម្ដុំប្រហែលជាប៉ុនមេជើងទេដោយសាររំដេងនេះវារាងខ្ចីអញ្ចឹងណាចឹងហើយគឺខ្ញុំអត់បុកទេខ្ញុំហាន់វាដុតតូចអញ្ចឹងមកហើយចំពោះស្លឹកក្រូចសើចយើងប្រើវា5 6សន្លឹកហើយហាន់វាជាតែសាច់ឆ្មាអញ្ចឹងមកចំពោះម្ទេសវិញបងប្អូនដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តហើយខ្ទឹមសខ្ទឹមក្រហមវិញយើងប្រើវា4 10កំពឹសមកណាហើយហាន់វាជាប្រទះស្ដើងអញ្ចឹងក៏បានឬក៏ច្រាំក៏បានដែរចំពោះកញ្ឆែតគឺថាដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ហើយកញ្ឆែតនឹងយើងបេះយកតាណាខ្ចីមកណាបងប្អូនអាណាចាស់យើងមិនចំដាក់ទេបន្ទាប់មកនឹងបងប្អូនត្រៀមគ្រឿងសាតេកញ្ចប់ហើយមួយទៀតនឹងគឺក្រងយើងលាងទឹកលាងអីស្អាតឲ្យហើយមកបន្ទាប់មកយកមកលាយគ្រឿងហ្មងចំពោះសាច់គោរបស់ខ្ញុំនឹងគឺតែ2ខាំទេហើយខ្ញុំដាក់ក្រងនឹងកន្លះខាំគឺខ្ញុំយករសជាតិនឹងជូរមួយល្មមអញ្ចឹងណាតែបើសិនជាបងប្អូនចង់ឲ្យជូរខ្លាំងអាចដាក់ដល់1ខាំអញ្ចឹងទៅហើយចំពោះគ្រឿងសាតេគឺខ្ញុំដាក់2ស្លាបព្រាបាយបន្ទាប់មកយើងដាក់គ្រឿងដែលយើងបានហាន់ទាំងប្រមាណមុខហ្នឹងបងប្អូនយើងមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមអីហ្នឹងហើយបន្ទាប់មកបើខ្ញុំចាក់ទឹកដោះគោស្រស់ចូលប្រហែលជាកន្លះកែវតែបើសិនជាបងប្អូនប្រើទឹកដោះគោឆៅយើងដាក់វាចូលមកកំប៉ុងមកបន្ទាប់មកហ្នឹងយើងបន្ថែមប្រេងខ្យងចំនួន1ស្លាបព្រាបាយទឹកត្រីនឹងជិត1ស្លាបព្រាបាយម្សៅស៊ុប2ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេបន្ទាប់មកស្ករនឹងគឺជិត1ស្លាបព្រាបាយហើយចុងក្រោយនឹងខ្ញុំលួចអំបិលនឹងកន្លះស្លាបព្រាកាហ្វេទៀតអញ្ចឹងណាចំពោះរសជាតិនឹងគឺមិនល្មមហ្មងបងប្អូនសម្រាប់សាច់គោរបស់ខ្ញុំនឹងគឺមានចំនួនតែ2ខាំទេហើយចុងក្រោយយើងបន្ថែមជាមួយប្រេងអូលីវក៏បានប្រេងឆាក៏បានដែរយើងដាក់វាបន្តិចមកដើម្បីឲ្យសាច់គោរបស់យើងទន់ល្អអញ្ចឹងណាសម្រាប់រសជាតិនឹងគឺខ្ញុំយកមកល្មមញ៉ាំលេងតែបើសិនជាបងប្អូនចង់ឲ្យប្រៃជាងនឹងយើងអាចបន្ថែមអំបិលដល់1ស្លាបព្រាកាហ្វេអញ្ចឹងទៅហើយបន្ទាប់ពីយើងកូរច្បល់វាចូលជាតិអស់ហើយចាំយើងដាក់បន្លែកញ្ឆែតរបស់យើងចូលបន្ទាប់ពីដាក់កញ្ឆែតចូលហើយយើងច្បល់វាទៅ4 5ត្រឡប់ទៀតគឺថារួចរាល់យើងអាចយកវាទៅខ្ចប់អាំងបានហើយចំពោះការអាំងនឹងគឺខ្ញុំប្រើជាกระดาษអាលុយមីញ៉ូមតែបើសិនជាបងប្អូនអត់មានទេយើងអាចប្រើស្លឹកចេកប្រើអីក៏បានដែរណាគ្រាន់តែថាយើងធ្វើមិនកុំឲ្យវាហូរទឹកហូរអីចេញអញ្ចឹងណាព្រោះអីជាតិរបស់វានឹងគឺនៅនឹងទឹកហ្នឹងហើយបើសិនជាវាហូរទឹកអស់គឺវារាងខ្សោះអត់សូវមានជាតិទេហើយចំពោះការអាំងដោយប្រើกระดาษអាលុយមីញ៉ូមហ្នឹងគឺយើងប្រើវាតែមួយជាន់បានហើយបងប្អូនហើយបរិបសាច់ហ្នឹងឲ្យវាស្មើគ្នាកុំឲ្យក្រាស់ស្ដើងអញ្ចឹងណាដើម្បីឲ្យវាឆ្អិនស្មើគ្នាល្អកុំឲ្យកន្លែងខ្លះឆៅកន្លែងខ្លះឆ្អិនអញ្ចឹងទៅចំពោះការអាំងនៅក្នុង microwave របស់ខ្ញុំហ្នឹងគឺខ្ញុំអាំងមួយចំហៀង7នាទីតែបើសិនជាបងប្អូនអាំងចក្រានខ្ជុងធម្មតាអាចនឹងយឺតឬក៏លឿនជាងហ្នឹងអញ្ចឹងណានឹងទៅតាមកម្ដៅភ្លើងរបស់យើងចំពោះការអាំងមួយខាង7នាទីហ្នឹងគឺវាឆ្អិនប៉ុណ្្នឹងបងប្អូនគឺវាអត់ឆ្អិនខ្លាំងទេមើលទៅរៀងនៅឆៅមួយល្មមអញ្ចឹងណាប៉ុន្តែចំពោះខ្ញុំគិតថារសជាតិប៉ុណ្្នឹងគឺមកឆ្ងាញ់ហ្មងតែបើសិនជាបងប្អូនចូលចិត្តឆ្អិនជាងហ្នឹងយើងអាចអាំងមួយខាងដល់ទៅ10នាទីឬក៏12នាទីអញ្ចឹងទៅប៉ុន្តែកុំឲ្យឆ្អិនខ្លាំងពេកទេបងប្អូន